បាទថ្ងៃនេះខ្ញុំបានវីដេអូជារបស់ខ្លួនឯងផ្ទាល់ហើយយើងបានទៅធ្វើការផ្ទាល់នៅកន្លែងភ្លើងជាក់ស្ដែងនៅផ្ទះបងប្អូនដែលគាត់បានមានបញ្ហាជួបប្រទះអញ្ចឹងក៏គាត់ហៅឲ្យខ្ញុំទៅមើលហើយខ្ញុំជាជាងដែរទេប៉ុន្តែมันជំនាញណាស់ណាទេបងប្អូននេះថ្ងៃទី31ខែ3បងប្អូនហើយ2026អញ្ចឹងបើពេលវេលាទៅមុខទៀតគេនឹងអាប់ដេតឬក៏អាចកែប្រែប្រព័ន្ធភ្លើងនឹងឲ្យវាល្អប្រសើរជាងនឹងទៀតអានឹងជារឿងរបស់ខាងភ្លើងទៅចោះហើយនេះគ្រាន់តែចែករំលែកដើម្បីឲ្យពុកម៉ែបងប្អូនដែលគាត់មានភ្លើងប្រើប្រាស់នៅផ្ទះខ្លួនឯងផ្ទាល់ឲ្យគាត់បានយល់ដឹងពីភ្លើងខ្លះដោយសារតែបញ្ហានេះភ្លើងអត់គ្រប់បងប្អូនហើយដោយសារតែផ្ទះគាត់ហ្នឹងគឺខ្ញុំបានដាក់អា protector នឹងដើម្បីមើលអំពែមើលវ៉ុលមើលចំនួននៃការប្រើប្រាស់អញ្ចឹងបងប្អូនហើយដល់ពេលអញ្ចឹងវារៀងទំនើបបន្តិចសម្រាប់យើងអ្នកស្រុកស្រែដល់ពេលយើងស្រុកស្រែអញ្ចឹងវាភ្លើងវាអត់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ហ្នឹងមិនមែនប៉ុន្តែនិយាយមិនឲ្យមិននិយាយទៅលើបងដែលម្ចាស់ភ្លើងទេប៉ុន្តែនិយាយឲ្យបងប្អូនគាត់ដឹងអញ្ចឹងហើយនៅពេលណាដែលវាអត់គ្រប់អញ្ចឹងអា protector ហ្នឹងវាតួនាទីវាគឺជាអ្នកកំណត់នៅពេលណាដែលភ្លើងមិនគ្រប់ក៏វាផ្ដាច់ភ្លើងលើសក៏វាផ្ដាច់ហើយមានបញ្ហាអីក៏វាផ្ដាច់ដែរដល់ពេលវាទំនើបអញ្ចឹងវាពិបាកប្រើហើយនេះខ្ញុំបានមកសេតទម្លាក់ភ្លើងឲ្យវាទៀបជាងមុនទៀតដើម្បីឲ្យវានៅតែភ្ជាប់ប្រើបានជាធម្មតាសិនណាបងប្អូនហើយនេះដូចបងប្អូនបានឃើញអញ្ចឹងវាភ្លើងនៅត្រឹមតែ150ជាង140ជាងអញ្ចឹងវាធ្លាក់ទៀបខ្លាំងមែនទែនទូទៅភ្លើងយើងដែលប្រើប្រាស់ប្រចាំថ្ងៃទូទៅវា220ឬក៏អាចលើសតិចតួចឬក៏ក្រោមតិចតួចអីចឹងទៅប៉ុន្តែធ្លាក់ដល់140ជាង150តិចតួចអញ្ចឹងវារៀងធ្លាក់ខ្លាំងពេកខ្ញុំក៏មិនដឹងថាត្រូវធ្វើមានតែសម្រាប់ថាទម្លាក់លេខហ្នឹងទៅតាមការជាក់ស្ដែងសិនទៅដោយសារតែយើងតម្រូវការប្រើប្រាស់បដោះសន្នដែរអញ្ចឹងក៏មានតែតាមហ្នឹងហើយតាមពិតទៅវីដេអូនេះផុសដើម្បីសុំឲ្យបងប្អូនគាត់ផ្ដល់តម្លៃឲ្យខាងជាងផងហើយក៏សុំយោបល់ពីបងជាងផ្សេងថាតើគួរឲ្យតម្លៃខ្លួនជាងតម្លៃប៉ុណ្ណាសម្រាប់ទឹកចិត្តប៉ុន្តែសកម្មភាពនេះដែលខ្ញុំបានទៅផ្ទាល់នេះខ្ញុំមិនសម្រេចចិត្តឬក៏អាកាត់ផ្ទាល់ទេហើយខ្ញុំឲ្យគាត់ជាអ្នកដូចថាយើងសម្រេចតែលើគាត់អញ្ចឹងគាត់មានទឹកចិត្តឲ្យប៉ុណ្ណាក៏យើងទទួលយកអញ្ចឹងប៉ុន្តែមិនមែនថាបានហើយក៏រិះគន់និយាយដើមគាត់ដែរតែគាត់ថាពេលខ្លះក៏វាពិបាកនឹងនេះដែរបងប្អូនដោយសារថាចម្ងាយពីផ្ទះទៅរកកន្លែងដែលទទួលធ្វើហ្នឹងគឺប្រហែលជា 3-4 គីឡូដីហើយម៉ោងដែលខ្ញុំត្រូវចេញទៅហ្នឹងម៉ោងយប់ម៉ោងប្រហែលអាប្រឡប់ម៉ោង 7-8 បងប្អូនវាកំពុងតែភ្លើងគេប្រើច្រើនអញ្ចឹងទៅវាក៏ធ្លាក់អញ្ចឹងក៏គាត់យើងគិតថាការងារហ្នឹងជាការងារចាស់របស់យើងហើយយើងក៏ប៉ុន្តែវាយូរឆ្នាំដែរហើយអញ្ចឹងក៏គិតថាវាលើសពីទំនួលខុសត្រូវហើយដោយសារយើងក៏ទំនួលខុសត្រូវក៏យើងសុខចិត្តទៅមើលទៅប៉ុន្តែដល់ពេលមើលហើយក៏លទ្ធផលមកក៏វាមិនបានជាដុំកំភួនអីទេហើយចាត់ទុកថាប៉ុន្តែមិនអីទេដោយសារយើងតែគ្រាន់តែចង់សុំឲ្យគាត់បានផ្ដល់តម្លៃឲ្យខាងជាងខ្លះដែរពេលខ្លះពេលដែលបាននិយាយទៅពេលដែលយើងបានអញ្ចឹងហើយម្ដងហើយអញ្ចឹងថ្ងៃក្រោយប្រហែលជាពិបាកនឹងទៅដែរបងប្អូនដោយសារពេលដែលយើងនៅផ្ទះវាបានលទ្ធផលច្រើនជាងនឹងបន្តិចដែរវាពេលដែលយើងទៅចម្ងាយដីប៉ុណ្ណឹងក៏អស់សាំងគួរសមដែរតែយើងបានលទ្ធផលមកយើងបានសាំង1លីត្របាន 5,000 រៀលទិញភេសជ្ជៈនៅនឹងកត្រកនឹងខ្លះមកគ្រប់ល្មមចូលដើមហើយអរគុណមានតែប៉ុណ្្នឹងឯងបងអធិស្ឋានសម្រាប់ពាក្យសម្ដីដែលលើសលួសអីផ្សេងដោយសារតែវីដេអូនេះខ្លីហើយអត់បាននិយាយរៀបរាប់អីវែងឆ្ងាយទេគ្រាន់តែបញ្យល់ពីសាច់រឿងខ្លះហើយនឹងសុំទឹកចិត្តបងប្អូនដែលគាត់បាននិយាយទៅសង្ឃឹមថាគាត់នឹងយល់ពីអារម្មណ៍តែយើងមិនមែនថាដើម្បីតែលុយទេប៉ុន្តែសុំឲ្យសំរុំខ្លះជានឹងបន្តិចទៀតដើម្បីដល់តម្លៃហើយការងារនៅផ្ទះរបស់ផ្ទាល់ខ្លួនក៏មានដែរប៉ុន្តែយើងសុខចិត្តចំណាយពេលដើម្បីគាត់បានប្រើប្រាស់សូមអរគុណច្រើនដោយសារថាយើងនិយាយច្រើនខុសច្រើនបងប្អូនអញ្ចឹងអធិស្ឋានផងអរគុណច្រើនបងប្អូន